វេលាប្រហៀមព្រឹកនាកាលសម័យដើមសតវត្សថ្មីព្រះអាទិត្យរះអើតពីលើចុងត្នោតហួសទម្លុះកាត់តាមចុងឫស្សីរំលេចចេញនៅពន្លឺពណ៌មាសស្រទន់ឥតកណនា3ក្របក្រាលលើដំបូលផ្ទះអ្នកភូមិស្រុកឲ្យទទួលបានអារម្មណ៍កក់ក្ដៅក្រោយភ្លៀងខុសរដូវមួយមេធំខ្យល់រំភើយបក់បោកយួរយោកដើមឈើក្បែររបងផ្ទះលាន់សូរសន្ធឹកប្រៀបបាននឹងសូរសៀងតន្ត្រីធម្មជាតិដែលកំពុងប្រគំលួងលោមដួងចិត្តអ្នកភូមិស្រុកឲ្យទទួលបាននៅចំណីអារម្មណ៍ស្រស់ស្រាយក្រោយហត់នឿយនឹងការងារចំការស្រែទឹកសន្សើមធ្លាក់ដក់ទុំទើលើស្មៅចាស់ខ្ចីក៏ដូចជារុក្ខជាតិតូចធំរំលេចពន្លឺភ្លឺភ្លេកប្រដូចបាននឹងគ្រាប់ពេជ្រហាក់កំពុងញញឹមទទួលស្វាគមន៍ថ្ងៃថ្មីក្លិនផ្សែងភ្លើងចេញពីចង្ក្រានដាំបាយរបស់អ្នកភូមិលាយឡំនឹងគន្ធាក់ពីដោផ្កាចម្រុះពណ៌ក្រអូបសាយពេញបរិវេណភូមិបង្កើតបានជាបរិយាកាសមួយដ៏សែនមនោរម្យស្ងប់ស្ងាត់និងកក់ក្ដៅជាទីបំផុតដែលទិដ្ឋភាពនេះពិតខុសស្រឡះពីទីក្រុងឬទីប្រជុំជននាពេលនោះយានជំនិះដែលពេញនិយមបំផុតសម្រាប់អ្នកស្រុកទូទៅគឺរទេះគោកង់ម៉ូតូសង្ការេឬម៉ូតូសង្ទ្រាមចាស់ដែលតែងតែបន្លឺសំឡេងកាត់តាមផ្លូវខាងមុខផ្ទះហើយម្ដងម្កាលក៏មានឮសំឡេងរថយន្តកូរ៉េដឹកបន្លែចាស់ចាស់បើកាត់តាមខាងមុខផ្ទះបន្សល់នៅក្លិនផ្សែងដ៏សែនក្រអូបចម្លែកសម្រាប់ក្មេងៗនៅក្នុងភូមិតាមផ្ទះនីមួយៗគេតែងតែឮសំឡេងវិទ្យុផ្សាយព័ត៌មានសង្គមការកម្សាន្តផ្សេងឬសំឡេងមញ៉េចាក់កាសែតចម្រៀងពីដើមដូចជាបទរបស់អធិរាជសំឡេងមាសស៊ីនស៊ីសមុទ្រនិងរាជិនីសំឡេងមាសរស់ស្រីសុធាជាដើមលាន់រំពងពេញភូមិបំពេអារម្មណ៍អ្នកស្រែចម្ការឲ្យភ្លេចអស់នៅភាពនឿយហត់នៅលើគ្រែឫស្សីក្រោមដើមស្វាយធំខាងមុខផ្ទះដែលមានរបងឫស្សីខណ្ឌចែកព្រំដីគេសង្កេតឃើញបុរសចំណាស់2នាក់កំពុងអង្គុយសន្ទនាគ្នាយ៉ាងក្អាកក្អាយម្នាក់គឺជាពូមឿនជាកសិករគំរូប្រចាំភូមិនិងម្នាក់ទៀតគឺជាពូណាក់ជាម្ចាស់តូបលក់ចាប់ហួយតូចមួយនៅខាងមុខផ្ទះអ្នកទាំងពីរមិនត្រឹមតែជាអ្នកជិតខាងក្បែររបងនឹងគ្នាទេតែថែមទាំងជាសម្លាញ់ដ៏ជិតស្និទ្ធប្រៀបបាននឹងបងប្អូនបង្កើតអញ្ចឹងពូមឿនបានលើកកែវតែក្រេបបន្តិចរួចពោលដោយស្នាមញញឹមថាអ្នកអាសំឡាញ់ព្រឹកនេះតែរបស់ឯងឆ្ងាញ់គ្រាន់បើតែកុំភ្លេចណាផ្ទះជិតខាងភូមិផងរបងជាមួយគឺត្រូវទុកគ្នាឲ្យដូចជាបងប្អូនបង្កើតអញ្ចឹងណាពូមឿនក៏ពោលតបថាសាច់ញាតិនៅឆ្ងាយមិនស្មើនឹងអ្នកដទៃដែលជាអ្នកជិតខាងផ្ទះរបស់យើងនោះទេមានទុក្ខធុរៈអ្វីយើងអាចហៅរកគ្នាទៅវិញទៅមកឲ្យជួយបានពូណាក់បានយកទឹកតែមកចាក់បន្ថែមក្នុងពែងរបស់ពូមឿនព្រមទាំងទាញកញ្ចប់ថ្នាំបារីមកមូជាមួយស្លឹកសង្កែរួចតបវិញថាត្រូវហើយសម្លាញ់រស់នៅជិតគ្នាត្រូវចេះជួយយកអាសាគ្នារឿងរកស៊ីលក់ដូរអីនោះវាគ្រាន់តែជារឿងក្រៅកាយនោះទេអ្វីដែលសំខាន់គឺទឹកចិត្តរាប់អាននេះឯងឪម៉ែយើងរាប់អានគ្នាដល់ចំនួនយើងក៏រាប់អានគ្នាសង្ឃឹមថាដល់ចំនួនកូនយើងវានឹងចេះស្រឡាញ់រាប់អានគ្នាដូចជាពួកយើងអញ្ចឹងដែរចុះ
និយាយមិនទាន់ចប់ពីមាត់ផងមួយសន្ទុះក្រោយមកស្រាប់តែមានសំឡេងកង់កញ្ចាស់មួយជិះមកពីស្រែចុងភូមិនិងមានដឹកស្មៅគោមួយបាវធំមកជាមួយផងដែរគេជិះសំដៅមកឈប់នៅខាងមុខតូបចាប់ហួយដោយបន្លឺសំឡេងកណ្ដឹងរឹងនិងសើចបែបឌឺដងទៅនរណាម្នាក់នៅក្នុងតូបម្ចាស់កង់នោះមិនមែនជានរណាឆ្ងាយឡើយគឺជាមង្គលកូនប្រុសតែម្នាក់គត់របស់ពូមឿននឹងឯងកំឡោះស្រុកស្រែរូបនេះមានរូបរាងសមរម្យសម្បុរស្រអែមស្រស់និងតែងតែមានស្នាមញញឹមបែបឌឺដងជានិច្ចគេជាក្មេងឧស្សាហ៍ព្យាយាមតែមាននិស្ស័យចូលចិត្តនិយាយលេងសើចចាក់ដោតពិសេសគឺជាមួយនឹងកូនក្រមុំរបស់ពូណាក់ផ្ទះក្បែររបងនេះតែម្ដងស្របពេលនោះដែរនៅឯតូបចាប់ហួយឯនោះវិញម៉ាលីកូនស្រីបណ្ដូចិត្តរបស់ពូណាក់កំពុងតែមកមានញឹកបោសសម្អាតរៀបចំអេវ៉ាន់នៅខាងក្នុងតូបម៉ាលីជាក្រមុំរូបស្រស់សម្បុរសមាត់ខៃមុខមូលក្រឡង់តែខ្សែភ្នែកនិងសម្ដីរបស់នាងវិញគឺមុតស្រួចដូចជាកំបិតអញ្ចឹងនាងជានារីដែលមិនព្រមចាញ់ច្រាបនរណាឡើយមិនថាអ្នកណាក៏ដោយបើហ៊ានមករករឿងគឺច្បាស់ជាស្គាល់អំណាចឆ្មាព្រៃម្នាក់នេះមិនខានឡើយមង្គលដែលកំពុងឈប់កង់ខាងមុខតូបពេលឃើញម៉ាលីកំពុងអោនបោះដីគេក៏នឹកឃើញអ្វីមួយក្នុងចិត្តគេបានបត់កង់ទៅខាងក្រោយឆ្ងាយរួចក៏បានជិះត្រឡប់មកវិញនិងបានប្រឹងធាក់បន្ថែមល្បឿនរួចចាប់ហ្វ្រាំងងក់បងអូសកង់នៅចំពីមុខតូបធ្វើឲ្យដីហុយទ្រប់ហើរចូលទៅទុំទើលើសំពត់អាវនិងអីវ៉ាន់ដែលម៉ាលីទើបតែរៀបចំរួចយ៉ាងស្អាតនោះភ្លាមនោះម៉ាលីបានងើបមុខឡើងភ្លាមកែវភ្នែកឡើងក្រហមដោយគំហឹងដៃម្ខាងច្រត់ចង្កេះដៃម្ខាងទៀតកាន់អំបោសចង្អុលមុខមង្គលដោយបានស្រែកគំហុកថាអ្នកអាជើងល្អភ្នែកឯងខ្វាក់ឬយ៉ាងម៉េចបានជាមកចាប់ហ្វ្រាំងកង់បងអូហុយដីចូលតូបគេបែបនេះឃើញគេកំពុងតែបោសសម្អាតទេលោកឯងខ្វាក់ភ្នែកឬក៏យ៉ាងម៉េចមង្គលញញឹមស្ញែងបញ្ចេញធ្មេញសស្ញាញរួចតបទៅវិញដោយសម្ដីផ្លែផ្កាថាអូហូយនាងឆ្មាព្រៃកុំកាចខ្លាំងពេកបានទេនឹកស្មានថាអ្នកណាកំពុងបោសដីមើលពីក្រោយដូចជាយាយចាស់មកពីណាមកបោសសម្រាមនៅទីនេះផ្លូវនេះជារបស់រដ្ឋមិនមែនដីគេជីដូនជីតាអ្នកឯងនោះទេកង់យើងវាចាស់ទើបជិះទៅចេះតែហុយដីបែបហ្នឹងបើគ្រាន់បើណាស់មិនយកស្បៃមកគ្របក្បាលទៅឮដូច្នេះម៉ាលីខំមាត់សម្លក់មុខមង្គលរួចតបវិញថាយីអាមនុស្សមាត់អត់គម្របសម្ដីឯងនេះទុកឲ្យតែឆ្កែវាស្ដាប់ទៅចុះផ្លូវរត់មែនតែគួរតែមានភ្នែកមើលផងមិនមែនជិះបិទភ្នែកដូចមនុស្សឈួតបែបនេះទេប្រយ័ត្នតែថ្ងៃណាមួយជិះធ្លាក់ប្រឡាយបាក់កងាប់ទៅគ្មានអ្នកណាគេតាមទៅជួយលោកឯងទេមង្គលមិនបានឈឺចិត្តស្អិតទ្រូងអ្វីទេថែមទាំងបានសើចកក្អឹកយកដៃដកទូរស័ព្ទ Nokia ចុច7ពីហោប៉ៅខោបញ្ចាំងពន្លឺ7ភ្លឺផ្លេកចំមុខម៉ាលីទាំងព្រឹកព្រហៀមរួចពូលឌឺដងបន្តថាកុំបារម្ភអីនាងឆ្មាព្រៃបើយើងធ្លាក់ប្រឡាយមែនយើងនឹងទូរស័ព្ទហៅនាងឆ្មាព្រៃឯងឲ្យមកជួយស្រង់យើងមិនខានម៉ាលីទប់កំហឹងលែងបានមុខឡើងក្រហមងាំងនាងក្រឡេកឃើញកូនចានជ័រមានទឹកលាងចានដែលនាងទើបតែលាងហើយក៏ស្ទុះទៅចាប់យកមកគប់ជះមួយទំហឹងសម្ដៅទៅមង្គលសំឡេងទឹកលាងចានជះសាចំជើងខោនិងស្បែកជើងផ្ទាត់របស់មង្គលពេញទំហឹងមង្គលបានលោតគេចខ្លួនស្ទើរមិនចង់ទាន់មុខប្រែជាស្រឡាំងកាំងបន្តិចតែនៅតែប្រឹងឌឺដងតបវិញថាយីនាងនេះលេងជះទឹកលាងចានអញ្ចឹងហ្មងណែទឹកនេះវាមិនបានធ្វើឲ្យយើងរលាកទេតែវាបញ្ជាក់ថានាងឯងនេះជាស្រីកាចឆ្នះគ្មានគូប្រដូចហើយគ្មានអ្នកណាហ៊ានចូលស្ដីដណ្ដឹងនោះទេដេកសៅកែរហូតមួយជីវិតទៅនាងជើងល្អម៉ាលីច្រត់ចង្កេះសើចចំអកវិញរួចបញ្ចោថាទោះខ្ញុំសៅកែមួយជីវិត
ក៏ខ្ញុំមិនយកមនុស្សប្រុសរៀងដូចកង្កែបបោបចរិតដូចកូនក្មេងមិនទាន់ផ្ដាច់ដោះដូចជាឯងដែរទៅជិះកង់កញ្ចាស់ឯងទៅឲ្យឆ្ងាយពីតូបយើងទៅមុននឹងយើងយកអំបោសនេះវាយក្បាលរបស់ឯងបែកសកម្មភាពនិងពាក្យសម្ដីផ្លែផ្កាឌឺដងរវាងកំឡោះក្រមុំទាំងពីរបានធ្វើឲ្យរំខានដល់ការសន្ទនារបស់ចាស់ទុំទាំងពីរដែលកំពុងអង្គុយពិសាតែនៅលើគ្រែឫស្សីពួកគាត់ទាំងពីរងាកមកមើលកូនដែលកំពុងឆ្លោះគ្នាប្រៀបដូចជាឆ្កែនិងឆ្មាហើយបានត្រឹមតែដកដង្ហើមធំក្រវីក្បាលហួសចិត្តយ៉ាងខ្លាំងពូមឿនបានក្រវីក្បាលទះផ្លូវខ្លួនឯងតិចរួចនិយាយទៅកាន់សម្លាញ់របស់គាត់ថាអាសម្លាញ់ហើយឯងមើលចុះអាពីរអ្នកនេះឲ្យតែឃើញមុខគ្នាពេលណាគឺត្រូវតែមានរឿងពេលនឹងតែម្ដងមិនដឹងថាជាពួកវាមានកម្មពៀអ្វីនឹងគ្នាតាំងពីជាតិណាមកនោះទេបានជាទាស់តែពាក្យសម្ដីគ្នាមិនលួសថ្ងៃបែបនេះអាពីរអ្នកនេះខឹងគ្នាម្ដងស្ទើរតែឆេះភូមិទៅហើយពូណាក់បានយកដៃអង្អែលចង្ការសើចស្ងួតរួចតបវិញថានឹងហើយសម្លាញ់គ្នាក៏ហួសចិត្តនឹងកូនស្រីគ្នាដែរតាំងពីតូចដល់ធំវាមិនដែលព្រមចោះចាញ់អាមង្គលកូនឯងសោះមើលទៅជាតិមុខឬជាតិណាក៏ក្មេងពីរនាក់នេះប្រកាសជាមិនអាចរស់នៅជិតគ្នាបានឡើយបើថ្ងៃណាមួយពួកវាត្រូវរើគ្នាខ្ញុំថាមេច្បាស់ជាធ្លាក់ទៅកកនៅស្រុកខ្មែរយើងមិនខានចាស់ទុំទាំងពីរបានត្រឹមតែផ្ទុះសំណាចបន្តិចរួចងាកមកពិសាទឹកតែបន្តពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរមិនយូរប៉ុន្មានរដូវវស្សាក៏បានកន្លងផុតទៅជំនុំមកវិញនៅខ្យល់រដូវរំហើយបក់បោកប៉ះកាយឲ្យរងាញញែកនាំមកនៅក្លិនក្រអូបសាយភាយនៃគួស្រូវទុំពេញសពទិសទីវាលស្រែពណ៌មាសលាតសន្ធឹងដាច់កន្ទុយភ្នែកប្រៀបបាននឹងកម្រាលព្រំសូត្រដែលធម្មជាតិបានក្រាលសម្រាប់ទទួលស្វាគមន៍រដូវច្រូតកាត់ថ្មីនៅក្នុងភូមិសំឡេងបោកស្រូវលាន់រំពងលាយឡំនឹងសំឡេងសាច់ក្អាកក្អាយរបស់អ្នកស្រុកដែលកំពុងចុះប្រវាស់ដៃគ្នាច្រូតកាត់យ៉ាងសស្រាក់សស្រាំទោះបីជាហូរញើសជោគខ្លួននឿយហត់យ៉ាងណាក្តីក៏ស្នាមញញឹមនៅតែលេចឃើញនៅលើផ្ទៃមុខនឿយហត់របស់ពួកគេនៅព្រឹកនេះម៉ាលីកំពុងរៀបចំអីវ៉ាន់លក់នៅមុខតូបដោយសពមួយដងស្របពេលនោះស្រាប់តែមានសំឡេងម៉ូតូសង់ត្រៀមពណ៌ខ្មៅបន្លឺសំឡេងងោងបងអូសកង់មកឈប់ងក់នៅចំពីមុខតូបរបស់នាងម្ចាស់ម៉ូតូនោះគឺជារិទ្ធីកូនប្រុសបណ្ដូលចិត្តរបស់ថៅកែឆេងជាឈ្មួញទិញលក់ស្រូវដ៏មានឥទ្ធិពលម្នាក់ប្រចាំតំបន់រិទ្ធីស្លៀកខោកាបូយជើងធំអាវយឺតរឹបរៀងពាក់វ៉ែនតាខ្មៅព្រមទាំងបញ្ចេញទូរស័ព្ទ Motorola ស៊េរីទំនើបថ្មីចាស់គេបានបោះជំហានយ៉ាងសង្ហាសម្ដៅមករកម៉ាលីក្នុងបំណងចង់បង្អួតរៀងនិងញ៉ែញ៉ង់ក្រមុំរូបស្រស់ប្រចាំភូមិម្នាក់នេះរិទ្ធីដោះវ៉ែនតាខ្មៅចេញញញឹមយ៉ាងពព្រាយរួចពោលទៅកាន់ម៉ាលីថាអូនម៉ាលីមុខស្រស់ណាស់ព្រឹកនេះលក់ដាច់ទេអូនបងទើបតែជិះម៉ូតូមកពីទីរួមខេត្តឃើញអូនកំពុងរៀបចំអីវ៉ាន់ហត់ក៏ចង់មកជួយទិញទឹកក្រូចមួយដបឲ្យត្រជាក់ចិត្តត្រជាក់បេះដូងនិងចង់ឃើញមុខដ៏ស្រស់ស្អាតរបស់អូនផងយ៉ាងម៉េចដែរទូរស័ព្ទ Motorola បងទើបនឹងទិញថ្មីស្អាតសមនឹងបងទេអូនម៉ាលីបានទទួលយកលុយហុចដបទឹកក្រូចទៅឲ្យរិទ្ធីទាំងញញឹមស្ងួតតាមបែបអ្នកលក់គួរសមរួចតបវិញថាអរគុណហើយបងរិទ្ធីដែលបានជួយទិញរបស់ថ្លៃច្បាស់ជាស្អាតហើយតែទូរស័ព្ទទំនើបឬម៉ូតូថ្លៃយ៉ាងណាក៏វាមិនពាក់ព័ន្ធអ្វីនឹងខ្ញុំដែរខ្ញុំជាកូនអ្នកលក់ចាប់ហួយចេះតែពីលក់ដូរមិនសូវស្គាល់របស់ទំនើបអស់ទាំងនឹងទេបងទិញរួចហើយអញ្ជើញពិសាទៅចុះខ្ញុំរវល់រៀបចំអីវ៉ាន់បន្តសិនហើយងាកមកមើលមកខាងរបងឯនោះវិញមង្គលកំពុងតែយកស្រូវហាលនៅលើទីធ្លាខាងមុខផ្ទះទាំងញើសហូរស្រក់តក់កែវភ្នែករបស់គេចេះតែលួចក្រឡេកទៅមកខាងរបង
ឃើញរទ្ធីកំពុងតែឈរញញឹមញញែមនិយាយគៀកកាត់ជាមួយនឹងម៉ាលីអារម្មណ៍ក្តៅក្រហាយមួយបានឆាបឆេះឡើងក្នុងចិត្តរបស់កំឡោះស្រុកស្រែដោយមិនដឹងខ្លួនគេខំមាត់អង្គុយវាសស្រូវហាលសឹងតែកំពប់ចេញពីកន្ទេលស្លឹកត្នោតក្នុងពេលដែលមង្គលកំពុងផ្លឹកសម្លឹងមើលទៅតូបចាប់ហួយស្រាប់តែមាននារីម្នាក់ដើរចូលមកក្បែរគេមិនដឹងតាំងពីពេលណានាងគឺសុខាជាកូនស្រីអ្នកធូរធារម្នាក់ក្នុងភូមិដែលលួចមានចិត្តលើមង្គលជាយូរមកហើយទោះឡើយតែមង្គលដូចមិនសូវរវល់នឹងនាងតតែសោះថ្ងៃនេះសុខាតែងខ្លួនយ៉ាងស្អាតបាតស្លៀកសំពត់ផ្កាអាវប៉ាក់មុខលាបម្សៅសក្បោះឯបបោមាត់មានទាំងលាបក្រែមក្រហមឆ្អៅមិនសមថាមកជួយហាលស្រូវសោះនាងកាន់កន្សែងដៃពណ៌ផ្កាឈូកដើរតម្រង់មករកមង្គលដោយកាយវិការមញែកម្ញក់សុខាបានលូកដៃកាន់កន្សែងបំរុងនឹងជូតញើសលើថ្ងាសមង្គលរួចនិយាយដោយសម្ដីផ្អែមល្ហែមថាបងមង្គលហាលស្រូវហត់ទេបងមើលណែញើសហូរចូលខ្លួនអស់ហើយមកទុកឲ្យសុខាជួយជូតញើសឲ្យណាចាំសុខាជួយកើបស្រូវហាលបងឯងសម្រាប់បន្តិចសិនទៅប្រយ័ត្នកើតជាខ្យល់ណាបងមង្គលបានរំកិលខ្លួនថយក្រោយបន្តិចកិច្ចពីដៃសុខាដោយការគួររួចតបវិញទាំងមិនសូវខ្វល់ខ្វាយថាអត់អីទេសុខាការងារប៉ុណ្ណេះមិនហត់អ្វីឡើយបងធ្វើរាល់ថ្ងៃទៅហើយសុខាឯងស្លៀកពាក់ស្អាតបានយ៉ាងនេះកុំមកប្រឡាក់ធូលីអីប្រយ័ត្នខូចសម្លៀកបំពាក់អស់ចាំបងធ្វើខ្លួនឯងក៏បានទោះបីជាមាត់និយាយជាមួយសុខាតែភ្នែករបស់មង្គលនៅតែបាញ់តម្រង់ឆ្ពោះទៅរករបងផ្ទះរបស់ពូណាក់ដដែលម៉ាលីដែលកំពុងឈរទល់មុខរទ្ធីក៏លួចក្រឡេកភ្នែកមកមើលខាងផ្ទះមង្គលដែរពេលឃើញសុខាឈរគៀកកាត់ចង់ជូតញើសឲ្យមង្គលម៉ាលីក៏មានអារម្មណ៍ខ្នក់ខ្នាញ់ទើសភ្នែកនិងហាក់រអើមខ្ពើមក្នុងចិត្តយ៉ាងចម្លែកនាងចាប់ផ្ដើមបោះសម្ដីខ្លាំងៗដើម្បីឲ្យលឺដល់ម្ខាងរបងដោយមាត់និយាយជាមួយនឹងរទ្ធីតែភ្នែកសម្លក់ទៅរកមង្គលរួចពោលខ្លាំងៗថាយីសម័យនេះអ្នកមានម៉ូតូសង់ត្រៀមជិះនិងមានទូរស័ព្ទ Motorola កាន់គឺមើលទៅសង្ហាអស្ចារ្យណាស់មិនដូចអាមនុស្សខ្លះក្រហើយមិនប្រឹងរវល់តែឈរញ៉ែស្រីឲ្យគេតាមជូតញើសឲ្យកណ្ដាលថ្ងៃចេះមិនចេះខ្មាស់គេតតែសោះមង្គលឮដូច្នេះក៏ក្តៅស្លឹកត្រចៀកភ្លាមគេដឹងច្បាស់ថាម៉ាលីកំពុងតែឌៀមដាមឲ្យគេមង្គលក៏ទុកស្រូវចោលសិនដើរសំដៅមករករបងឫស្សីរួចតបផ្លែផ្កាទៅវិញថាអូហូមនុស្សខ្លះគ្រាន់តែឃើញគេមានជិះម៉ូតូមានទូរស័ព្ទថ្លៃកាន់ក៏ធ្វើជាសរសើរមិនដាច់ពីមាត់ភ្លេចកំណើតខ្លួនឯងត្រឹមជាអ្នកលក់ចាប់ហួយចាស់លោកពោលថាឃើញដំរីជុះកុំជុះតាមដំរីប្រយ័ត្នតែឃើញគេមានចង់ចំណាយតាមគេក្រែងលោដេកសៅកែគ្មានអ្នកណាចូលដណ្ដឹងណានាងឆ្មាព្រៃកំណាចម៉ាលីច្រត់ចង្កេះសើចបញ្ចោចំអកវិញភ្លាមថាខ្ញុំសរសើរអ្នកមានវាជាសិទ្ធិរបស់ខ្ញុំព្រោះគេមានបានដោយសារញើសឈាមរបស់គេមិនដូចអ្នកខ្លះទេមានត្រឹមតែកង់កញ្ចាស់ទូរស័ព្ទចុចពិលដែលអង្គុយចាំតែស្រីស្នេហ៍មកតាមយកចិត្តទុកដាក់នោះទេយ៉ាងម៉េចបាននាងសុខាមកជួយហាលស្រូវមានក្តីសុខណាស់ទេដឹងប្រយ័ត្នតែស្រូវមិនស្ងួតបែរទៅជាខ្លោចព្រោះភ្លើងស្នេហាទៅមង្គលបានញញឹមឌឺដងយកដៃគោះរបងឫស្សីរួចតបវិញថាយើងមានអ្នកមកជួយវាគង់តែប្រសើរជាងអ្នកខ្លះដែលខំញញឹមយកចិត្តភ្ញៀវដើម្បីតែចង់ឃើញមុខគេនោះបើចង់បានម៉ូតូជិះមិនឡើងជិះពីក្រោយគេទៅនៅឈរលក់ដូរអីទៀតតែប្រយ័ត្នណាកុំឲ្យគេថាកង្កែបចង់ឡើងអង្គុយលើចង្អេរឲ្យសោះរទ្ធីនិងសុខាដែលឈរនៅទីនោះបានត្រឹមតែធ្វើមុខលេមឡាមមិនយល់ពីសាច់រឿងព្រោះមង្គលនិងម៉ាលីកំពុងតែប្រើពាក្យសម្ដីចាក់ដោតផ្លែផ្កាដាក់គ្នាឥតសំចៃមាត់ទាល់តែសោះ
ព្រះសូរិយាចាប់ផ្ដើមទន្ទេជ្រេចុះបន្តិចម្ដងលាក់ខ្លួនពួនក្រោយជួរភ្នំបន្សល់ទុកត្រឹមតែពន្លឺព្រិចនាសាយ័នសាម័យទោះបីជារដូវច្រូតកាត់រៀបនឹងកន្លងផុតទៅក៏ពិតមែនប៉ុន្តែភ្លៀងនៅតែមិនទាន់អស់ចំហាយទាំងស្រុងឡើយផ្ទៃមេឃដែលធ្លាប់តែស្រឡះល្អស្រាប់តែប្រែជាមីដេដាស់ទៅដោយពពកខ្មៅប្រមូលផ្ដុំគ្នាងងឹតស្លុបប្រៀបបាននឹងផ្ទាំងក្រណាត់ខ្មៅគ្របដណ្ដប់ភូមិករទាំងមូលខ្យល់ព្យុះចាប់ផ្ដើមបក់បោកផ្ទប់នឹងចុងឈើលាន់សូរសន្ធឹកវូគួរឲ្យព្រឺសម្បុរនៅរសៀលនោះមង្គលត្រូវប្រញាប់ប្រញាល់រត់ចេញពីផ្ទះទាំងប្រថុយប្រថានឆ្ពោះទៅកាន់ជើងភ្នំក្រោយភូមិព្រោះតែអាសរដែលជាគោបាធំរបស់ពូមឿនបានផ្ដាច់ខ្សែចំណងរត់ចូលទៅក្នុងព្រៃបាត់ទៅហើយកំឡោះស្រុកស្រែខំដើររកកាត់ព្រៃទាំងមេឃកំពុងតែគ្រហឹមលាន់ក្រឹមគំរាមកំហែងដល់អ្នកស្រែគ្រប់គ្នាឲ្យវិលចូលទ្រនំអស់គ្មានសល់ស្របពេលនោះដែរនៅឯជាយព្រៃក្បែរនឹងជើងភ្នំនោះម៉ាលីក៏កំពុងតែរវល់ដើរបេះផ្សិតនិងទំពាំងព្រៃដើម្បីយកទៅស្លសម្លឲ្យពូណាក់ជាឪពុកពិសានៅពេលល្ងាចដោយសារតែការរវល់នឹងការដើរបេះផ្សិតនិងទំពាំងព្រៃនាងមិនបានចាប់អារម្មណ៍នឹងការប្រែប្រួលអាកាសធាតុទាល់តែសោះរហូតតតែដំណក់ទឹកភ្លៀងគ្រាប់ធំចាប់ផ្ដើមធ្លាក់ចុះមកប្រាវទើបនាងភ្ញាក់ខ្លួនព្រឺតម៉ាលីបានយកស្លឹកឈើធំមួយមកបាំងក្បាលទាំងរត់ត្រឹករួចរអ៊ូរទាំតែម្នាក់ឯងថាងាប់ហើយម៉ាលីអើយល្ងាចនេះច្បាស់ជាសើមជួខ្លួនមិនខានទេមេឃរកកលចង់រលំទៅហើយរត់ទៅរកកន្លែងណាជ្រកទាន់ទៅភ្លាមនោះផ្លេកបន្ទូបានបាញ់ខ្វែងខ្វាត់កាត់ផ្ទៃមេឃបញ្ចេញពន្លឺភ្លឺផ្លេកចាំងចំរាងកាយបរិសម្នាក់ដែលកំពុងរត់កាត់ភ្លៀងសំដៅមករកនាងពេលឃើញច្បាស់ទើបដឹងថាជាមង្គលកំឡោះផ្ទះក្បែររបងដែលជាសត្រូវពាក្យសម្ដីរបស់នាងសោះមង្គលឃើញម៉ាលីកំពុងតែរត់ត្រមោចកណ្ដាលភ្លៀងធ្លាក់ខ្លាំងគេក៏បញ្ឈប់ការស្វែងរកគូហើយស្ទុះរត់ទៅចាប់ដៃនាងយ៉ាងលឿនមង្គលបានចាប់កដៃម៉ាលីជាប់ទាញនាងឲ្យរត់តាមខ្លួនរួចស្រែកប្រាប់លីឡននឹងសំឡេងភ្លៀងថាណែនាងឆ្មាព្រៃមកឈរធ្វើអីកណ្ដាលភ្លៀងធ្លាក់ខ្លាំងបែបនេះចង់ត្រូវរន្ទះស្លាប់ឬយ៉ាងម៉េចឆាប់រត់តាមខ្ញុំមកខាងមុខមានខ្ទមស្រែមួយអាចជ្រកបានម៉ាលីទោះបីជាស្អប់មុខមង្គលយ៉ាងណាក្តីតែក្នុងកាលៈទេសៈនេះនាងគ្មានជំរឿសអ្វីក្រៅពីការរត់តាមគេនោះឡើយអ្នកទាំងពីរបានរត់កាត់ភក់ជ្រាំឆ្លងកាត់ភ្លៀងផ្គរឆ្ពោះសំដៅទៅរកខ្ទមស្រែចាស់មួយនៅកណ្ដាលវាលពេលចូលមកដល់ក្នុងខ្ទមអ្នកទាំងពីរទៅទឹកជួខ្លួនប្រៀបដូចជាកូនមាន់ធ្លាក់ទឹកខ្យល់ត្រជាក់បក់ចូលតាមចន្លោះជញ្ជាំងស្លឹកធ្វើឲ្យម៉ាលីចាប់ផ្ដើមរងាថ្មិញទង្គិចគ្នាដោយសេចក្តីញ័រញាក់ទោះជាស្ថិតក្នុងស្ថានភាពបែបនេះក្តីម៉ាលីនៅតែមិនចោលចរិតឆ្នះឆ្នើមនាងបានរលាស់ដៃចេញពីដៃរបស់មង្គលរួចពោលឌឺដងថាលែងដៃខ្ញុំទៅមិនបាច់មកធ្វើជាចិត្តល្អទាញខ្ញុំមករកកន្លែងជ្រកទេចង់ឆ្លៀតឱកាសកេងចំណេញពីខ្ញុំមែនទេយីអាមនុស្សប្រុសមុខក្រាស់នេះមង្គលបានយកដៃវាសទឹកភ្លៀងចេញពីមុខសម្លឹងមើលទៅម៉ាលីដែលកែវភ្នែកស្ងប់ស្ងាត់ខុសពីការឌឺដងសពដងរួចតបវិញថាក្នុងកលៈទេសៈបែបនេះហើយនៅមានកម្លាំងមកជេរដៀលខ្ញុំទៀតឬបើខ្ញុំមិនទាញដៃនាងមកទេម្លេះសំនាងខ្យល់កោឬត្រូវរន្ទះកណ្ដាលព្រៃបាត់ទៅហើយគួរតែចេះអរគុណគេខ្លះផងមិនមែនចេះតែខំគេដូចឆ្មាអត់ម្ចាស់បែបនេះទេម៉ាលីរៀបនឹងហើបមាត់តបតទៅវិញស្រាប់តែនាងប្រែជាកណ្ដាស់យ៉ាងខ្លាំងរាងកាយនាងចាប់ផ្ដើមរងាញ័រកាន់តែខ្លាំងព្រោះសម្លៀកបំពាក់ទៅទឹកជោករួមផ្សំនឹងអាកាសធាតុត្រជាក់នារដូវរំហើយឃើញសភាពម៉ាលីប្រែជាស្លេកស្លាំងបបោមាត់ឡើងស្វាយមង្គលក៏បញ្ឈប់រឿងប្រកែកឈ្នះចាញ់បែរជាកើតក្តីបារម្ភ
និងការយកចិត្តទុកដាក់យ៉ាងចម្លែកនៅលើផ្ទៃមុខរបស់កំឡោះស្រុកស្រែរូបនេះមង្គលបានដោះអាវក្រៅរបស់ខ្លួនដែលជាអាវក្រណាត់ក្រាស់ទោះជាសើមខ្លះតែនៅមានកម្ដៅអ៊ុនៗរួចយកទៅដណ្ដប់រុំពីលើស្មាម៉ាលីភ្លាមនិងបាននិយាយដោយសំឡេងទន់ភ្លន់ខុសប្លែកពីធម្មតាថាកុំមាត់ច្រើនអីទុកកម្លាំងទប់ទល់នឹងភាពរងាទៅយកអាវនេះដណ្ដប់សិនទៅទោះវាមិនជាស្ងួតល្អតែអាចជួយទប់នឹងភាពរងាបានខ្លះដែរម៉ាលីបានសម្លឹងមើលមុខមង្គលដោយក្តីភ្ញាក់ផ្អើលនាងមិននឹកស្មានថាមនុស្សដែលនាងតែងតែស្អប់នឹងទាស់សម្ដីគ្នារាល់ថ្ងៃមិនស្រាកបែរជាមានទឹកចិត្តនិងចេះបារម្ភពីនាងដល់ថ្នាក់នេះសោះនៅក្នុងខ្ទមដ៏តូចចង្អៀតក្រោមពន្លឺភ្លេចបន្ទោដែលជះពន្លឺចូលមកម្ដងម្កាលភាពស្ងប់ស្ងាត់បានចូលមកជំនួសពាក្យសម្ដីដែលឆ្លោះប្រកែកមិនស្រាកនៅមុននេះអ្នកទាំងពីរក៏បានអង្គុយចុះនៅលើរនាបរស័យទន្ទឹមនឹងគ្នាឃើញម៉ាលីនៅតែញ័រខ្លួនមង្គលមិនអាចនៅស្ងៀមបានគេបានលូកដៃទាំងពីរទៅចាប់ក្រសោបយកបានដៃដ៏ត្រជាក់ស្រេបរបស់ម៉ាលីមកក្តាប់ជាប់រួចយកមកផ្អឹបនឹងថ្ពាល់ដ៏ក្តៅអ៊ុនៗរបស់គេដើម្បីបញ្ជូនចំហាយកម្ដៅទៅឲ្យនាងសកម្មភាពនេះធ្វើឲ្យម៉ាលីគាំងស្ដោកបេះដូងដែលធ្លាប់តែស្អប់ខ្ពើមបែរជាលោតខុសចង្វាក់លោតញាប់ខុសធម្មតារកពាក្យមកនិយាយមិនចេញម៉ាលីបានព្យាយាមដកដៃចេញតិចៗទាំងអឹមអៀនរួចពោលដោយសំឡេងខ្សៅៗថាណែលោកមង្គលឆាប់លែងដៃខ្ញុំទៅប្រយ័ត្នអ្នកណាគេមកឃើញគេនឹងយល់ច្រឡំមិនខានទេខ្ញុំមិនអីនោះទេមង្គលមិនព្រមលែងគេបានសម្លឹងចូលទៅក្នុងកែវភ្នែករបស់ម៉ាលីផ្ដល់នៅភាពកក់ក្ដៅរួចតបវិញយ៉ាងស្រទន់ថាម៉ាលីកំពុងតែរងាយ៉ាងនេះតើឲ្យបងលែងដៃអូនមិនដេចនឹងបានទោះបីជាយើងធ្លាប់តែឆ្លោះគ្នាតែបងមិនអាចឈរមើលអូនមានគ្រោះថ្នាក់នៅចំពោះមុខបានឡើយអនុញ្ញាតឲ្យបងមើលថែអូនក្នុងគ្រានេះផងចុះណាម៉ាលីពាក្យថាអូននឹងបងដែលធ្លាយចេញពីមាត់របស់មង្គលហាក់បីដូចជាទឹកអមរិតស្រោចស្រពលើដួងចិត្តដែលកំពុងតែរងាឯកោម៉ាលីលែងប្រកែកនាងបានបណ្ដោយឲ្យមង្គលចាប់ក្តាប់ដៃនាងយ៉ាងណែននៅក្នុងខ្ទមដ៏សែនកំសត់កណ្ដាលសន្ធឹកភ្លៀងផ្គរលន់រំពងរាងកាយអ្នកទាំងពីរកាន់តែគៀកចិត្តគ្នាមង្គលបានទាញរាងកាយម៉ាលីមកផ្អែកនឹងដើមទ្រូងដ៏ហាប់ណែនរបស់គេដើម្បីកុំឲ្យខ្យល់បក់ប៉ះនាងផ្ទាល់ភាពកក់ក្ដៅពីរាងកាយបុរសបានធ្វើឲ្យម៉ាលីមានអារម្មណ៍កក់ក្ដៅនិងក្តីសុខបំផុតដែលនាងមិនធ្លាប់ទទួលបានពីមុនមកដោយក្តីអាណិតស្រឡាញ់ដែលបានលាក់ទុកក្នុងចិត្តជាយូរមង្គលបានអោបកាយម៉ាលីកាន់តែណែនអស់ពីបេះដូងជាសញ្ញាបញ្ជាក់ថាគំនុំពាក្យសម្ដីត្រូវបានលុបលាងដោយទឹកភ្លៀងនៅល្ងាចនេះបាត់ទៅហើយម៉ាលីបានត្រឹមតែបិទភ្នែកទទួលយកភាពកក់ក្ដៅនេះដោយមិនអាចប្រកែកតវ៉ានាងបានផ្អែកក្បាលលើស្មាមង្គលស្ដាប់ចង្វាក់បេះដូងរបស់គេដែលកំពុងលោតយ៉ាងខ្លាំងនាវេលាដ៏សែនមានន័យអ្នកទាំងពីរបានសំងំក្នុងភាពស្ងប់ស្ងាត់ផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកក្រោមដំបូលខ្ទមស្លឹកចាស់កណ្ដាលវាលស្រែដោយរក្សាបាននៅដែនកំណត់ឥតលើសលួសប្រះចាកនៅសេចក្តីថ្លៃថ្នូររៀងខ្លួនឡើយគ្មាននរណាម្នាក់នឹកស្មានដល់ឡើយថាខ្ទមចាំស្រែដ៏កំសត់នេះបានក្លាយជាសាក្សីបញ្ជាក់ពីចំណងស្នេហ៍លាក់កំបាំងជាយូរដែលទើបតែនឹងលូតលាស់ឡើងនាគ្រាព្យុះភ្លៀងនេះទាល់តែសោះខណៈមេឃចាប់ផ្ដើមងងឹតព្រាលភ្លៀងក៏ចាប់ផ្ដើមរាំងក្លិនដីសើមលាយឡំនឹងក្លិនផ្កាព្រៃភាយមកតាមខ្យល់រំហើយបង្កើតបានជាបរិយាកាសមួយដ៏ស្រស់ស្រាយនៅតាមផ្លូវរទេះគោចេញពីជើងភ្នំមង្គលនិងម៉ាលីកំពុងតែដើរទន្ទឹមគ្នាឆ្ពោះមកកាន់ភូមិវិញទោះបីជាសម្លៀកបំពាក់របស់ពួកគេនៅមានស្នាមប្រឡាក់ភក់និងសភាពរញ៉េរញ៉ៃបន្តិចក្តី
ក៏ផ្ទៃមុខរបស់អ្នកទាំងពីរពោពេញដោយភាពផ្អែមល្ហែមម្ដងនេះលែងមានពាក្យសម្ដីឆ្លោះប្រកែកឬសម្ដីផ្លែផ្កាដូចសពដងហើយមានតែភាពអឹមអៀននិងការលួចញញឹមរកគ្នាទៅវិញទៅមកជំនួសឲ្យពាក្យសម្ដីរាប់ពាន់ម៉ាត់ដែលចង់បរិយាយចេញឲ្យគ្នាបានឮកែវភ្នែកដែលធ្លាប់តែសម្លក់សម្លឹងដោយចិត្តខឹងបែរជាប្រែមកជាទន់ភ្លន់និងកក់ក្ដៅជាទីបំផុតរកបរិយាយមិនបានមង្គលបានបងអង្គដំណើរបន្តិចងាកមកមើលមុខម៉ាលីរួចពោលដោយសំឡេងស្រទន់ថាអូនម៉ាលីដើរប្រយ័ត្នរអិលណាផ្លូវសើមក្រោយភ្លៀងបែបនេះពិបាកដើរបន្តិចហើយបើហត់ចាំបងជួយអៀវអូនក៏បានម៉ាលីបានអោនមុខចុះបន្តិចញញឹមអៀនព្រានរួចតបវិញថាមិនអីទេបងមង្គលខ្ញុំអាចដើរខ្លួនឯងបានអរគុណបងហើយដែលបានជួយផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំបើគុំតែបានបងគុំអីខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេអ្នកទាំងពីរបានបន្តដំណើរដោយមិនដឹងខ្លួនទាល់តែសោះថារាល់សកម្មភាពនិងភាពស្និទ្ធស្នាលរបស់ពួកគេត្រូវបានភ្នែកដ៏ពឹសពុលមួយគូកំពុងតែលួចសម្លឹងមើលពីក្រោយគុម្ពព្រៃក្បែរផ្លូវចូលភូមិនោះគឺជាសុខាដែលបានដើរទៅជួបដោយចៃដន្យនៅឯចុងភូមិពេលឃើញមង្គលនិងម៉ាលីដើរចេញពីព្រៃជាមួយគ្នាក្នុងសភាពបែបនេះភ្លើងប្រច័ណ្ឌបានឆាបឆេះពេញទ្រូងរបស់នាងមួយរំពេចសុខាបានលួចខាំមាត់សម្លក់ទៅកាន់អ្នកទាំងពីរដោយក្តីគុំគួនរួចគិតក្នុងចិត្តថាយីអើនាងម៉ាលីនាងឯងធ្វើចរិតជាស្រីក្រមុំកាច់រៀងឆ្នះឆ្នើមមិនឲ្យប្រុសណាប៉ះតាមពិតលួចណាត់ជួបបងមង្គលមានអីជាមួយគ្នាក្នុងព្រៃពេញមួយរសៀលសោះបានថ្ងៃស្អែកខ្ញុំនឹងធ្វើឲ្យនាងឯងលែងមានមុខដើរនៅក្នុងភូមិនេះទៀតត្រឹមតែម៉ោង 8 ព្រឹកពាក្យចចាមអារាមបានរីករាលដាលយ៉ាងលឿនប្រៀបដូចជាភ្លើងឆេះព្រៃសុខាបានដើរបំពងរឿងប្រាប់អ្នកភូមិពីមួយទៅមួយដោយបន្ថែមលបោយថាម៉ាលីជានារីមិនល្អលួចទៅស្និទ្ធស្នាលជាមួយមង្គលក្នុងខ្ទមស្រែយ៉ាងស្មោកគ្រោកព័ត៌មាននេះបានលេចលឺទៅដល់ត្រចៀកថាកែឆេងដែលជាឱកាសល្អបំផុតសម្រាប់គាត់ក្នុងការវាយប្រហារគ្រួសារពូណៈដែលព្យាយាមចង់ផ្សារសាច់ផ្សារឈាមជាយូរមកហើយប៉ុន្តែគ្រួសាររបស់ពូណៈនិងម៉ាលីតែងតែប្រកែកជានិច្ចនៅឯខាងមុខតូបចាប់ហួយរបស់ម៉ាលីអ្នកភូមិជាច្រើនបានមកចោមរួមមើលនិងខ្សឹបខ្សៀវគ្នាពូណៈនិងមីងច័ន្ទដែលជាឪពុកម្ដាយកំពុងតែឈរស្រឡាំងកាំងមិនយល់ពីអ្វីដែលកំពុងតែកើតឡើងខណៈដែលម៉ាលីដែលកំពុងតែរៀបចំតូបចាប់ហួយក៏ប្រែមានទឹកមុខស្លេកស្លាំងដោយនឹកស្មានមិនដល់ថាកែឆេងបានដើរចេញពីចំណោមអ្នកភូមិដោយទឹកមុខក្រអឺតក្រទមច្រត់ចង្កេះរួចនិយាយផ្លែផ្កាខ្លាំងថាអោអាណាអើយអាណាអញស្មានតែឯងអប់រំកូនស្រីឲ្យថ្លៃថ្នូរតាមពិតកូនស្រីរបស់ឯងគ្រាន់តែជានារីខូចឈ្មោះលួចទៅដេកក្នុងព្រៃជាមួយកំឡោះក្បែរផ្ទះនេះសោះបែបនេះអ្នកណាគេហ៊ានចូលស្ដីដណ្ដឹងទៀតទៅឮសំដីនេះពូណៈប្រែជាខឹងញ័រខ្លួនចំណែកឯម៉ាលីវិញទឹកភ្នែកដែលខំទប់ក៏បានស្រក់ចុះមកកាត់ផែនថ្ពាល់នាងឈឺចាំយ៉ាងខ្លាំងដែលត្រូវគេមូលបង្កាច់កិត្តិយសនាងបែបនេះទាំងដែលខ្លួនមិនបានប្រព្រឹត្តខុសឆ្គងអ្វីសោះឡើយម៉ាលីបានយំអណ្ដើតអណ្ដក់រត់ទៅអោបដៃឪពុករួចបកស្រាយប្រាប់អ្នកភូមិថាពុកម៉ែលោកពូអ្នកមីងកុំជឿសម្ដីគេខ្ញុំនឹងបងមង្គលគ្រាន់តែជ្រកភ្លៀងក្នុងខ្ទមស្រែមួយរសៀលប៉ុណ្ណោះយើងទាំងពីរមិនបានធ្វើអ្វីខុសឆ្គងគន្លងប្រពៃណីឡើយសូមជឿជាក់លើរូបខ្ញុំចុះសុខាដែលឈរក្នុងចំណោមអ្នកភូមិបានស្រែកតបវិញភ្លាមថាកុំមកធ្វើពុតជាយំសោកអីនាងម៉ាលីខ្ញុំឃើញផ្ទាល់នឹងភ្នែក
ឯងនឹងបងមង្គលដើរចេញពីព្រៃញញឹមញញែនសំលៀកបំពាក់របូតរបើកបើគ្រាន់តែជ្រកភ្លៀងមិនដើរចេញមកភូមិមកចាំបាច់អីទុកដល់មេឃងងឹតសឹមចេញមកធ្វើអ្វីស្ថានភាពកាន់តែតានតឹងអ្នកភូមិចាប់ផ្ដើមរិះគន់ម៉ាលីកាន់តែខ្លាំងស្របពេលនោះសំឡេងដ៏ម៉ឺងម៉ាត់មួយបានបន្លឺឡើងពីក្រោយខ្នងហ្វូងមនុស្សធ្វើឲ្យអ្នកគ្រប់គ្នាទម្លាក់ភ្នែកទៅមើលម្ចាស់សំឡេងនោះគឺជាមង្គលដែលកំពុងតែបោះជំហានយ៉ាងស្វាហាប់ទឹកមុខមាំដើរទម្លុះចំណោមអ្នកភូមិចូលមកឈរនៅចំពោះមុខថៅកែឆេងនិងឈរពាំងនៅខាងមុខម៉ាលីមង្គលបានចង្អុលមុខថៅកែឆេងនិងសុខារួចស្រែកប្រកាសក្តែងថាឈប់និយាយបរហាកេអ្នកដតីភ្លាមទៅថៅកែឆេងលោកជាចាស់ទុំគួរតែមានការពិចារណាមិនមែនស្ដាប់តែពាក្យចោចាមអារាមរបស់មនុស្សច្រណែនឈ្នានីសហើយមកជន់ឈ្លីកិត្តិយសគ្រួសារគេបែបនេះទេចំណែកនាងសុខាបើនាងមិនបានឃើញច្បាស់កុំយកមាត់ចាមាត់ប្រៀបមកនិយាយបំផ្លាញឈ្មោះស្រីដូចគ្នាឲ្យសោះថៅកែឆេងបានសើចចំអករួចតបវិញថាអូហូអាវិរៈបរោះចេញមុខការពារស្រីហើយទេតើចុះបើឯងបរិសុទ្ធមែនហេតុអ្វីក៏នាំនាងនេះសំងំក្នុងព្រៃមួយរសៀលតើមានសាក្សីណាបញ្ជាក់ថាឯងមិនបានប៉ះពាល់នាងទេមង្គលបានងាកមកមើលមុខម៉ាលីដែលកំពុងយំគេបានបញ្ជូនស្នាមញញឹមដ៏កក់ក្ដៅដើម្បីលើកទឹកចិត្តនាងរួចងាកទៅប្រឈមមុខនឹងអ្នកភូមិទាំងអស់ដោយពោលដោយសំឡេងច្បាស់អង្គអាចក្លាហានថាមាសសុទ្ធមិនខ្លាចភ្លើងទេខ្ញុំមិនខ្វល់ថាអ្នកណាយល់យ៉ាងណាទេតែខ្ញុំសន្យាជាសាធារណៈនៅទីនេះថាខ្ញុំមង្គលនឹងទទួលខុសត្រូវរាល់ការខូចខាតកិត្តិយសរបស់ម៉ាលីបើអ្នកភូមិយល់ថានាងខូចឈ្មោះដោយសារខ្ញុំនឹងចូលស្ដីដណ្ដឹងនាងរៀបការតាមប្រពៃណីនៅពេលខាងមុខដូច្នេះសូមអ្នកទាំងអស់គ្នាបញ្ឈប់ការប្រមាថនាងចាប់ពីពេលនេះតទៅពាក្យប្រកាសរបស់មង្គលបានធ្វើឲ្យអ្នកភូមិប្រែជាស្ងប់ស្ងាត់គ្មានអ្នកណាហ៊ានមាត់កអ្វីទៀតឡើយព្រោះភាពមើងម៉ាត់និងការហ៊ានទទួលខុសត្រូវរបស់គេគឺស័ក្តិសមជាកូនប្រុសពិតប្រាកដពូណាក់និងពូមឿនដែលឈរមើលពីចម្ងាយក៏លួចមានមោទកភាពចំពោះភាពចាស់ទុំរបស់កូនប្រុសម្នាក់នេះផងដែរទាំងដែលពួកគាត់ក៏ពិតជឿជាក់លើកូនរបស់ពួកគាត់រៀងខ្លួនក្រោយពីហ្វូងមនុស្សរំសាយនៅឯខាងក្រោយម៉ាស៊ីនកិនស្រូវឯនោះវិញរិទ្ធីដែលទើបតែដឹងរឿងនឹងខកចិត្តយ៉ាងខ្លាំងដែលមង្គលហ៊ានចេញមុខការពារនារីដែលខ្លួនតាមញ៉ែរួចក៏បានណាត់ជួបជាមួយសុខាជាសម្ងាត់ត្បិតរឿងដែលសុខាគិតចង់បំបែកពួកគេបែកคล้ายជាកម្លាំងរុញច្រានពួកគេឲ្យបានគ្នាទៅវិញរិទ្ធីបានខំមាត់ក្តាប់ដៃវាយទៅលើជញ្ជាំងក្តាររួចនិយាយទៅកាន់សុខាដោយគំហឹងថានាងសុខាឯងធ្វើការងារស្អីក៏អន់ម្លេះគិតថាចង់បំផ្លាញឈ្មោះម៉ាលីដើម្បីឲ្យនាងខ្មាស់គេបែរក្លាយជាការបើកផ្លូវឲ្យអាមង្គលចេញមុខធ្វើជាវីរៈបុរសការពារមនុស្សស្រីដែលយើងស្រឡាញ់ទៅវិញយើងមិនព្រមចុះចាញ់ទាំងបែបនេះទេសុខាបានអោបដៃពេបមាត់សម្លក់ទៅកាន់ផ្ទះរបស់មង្គលរួចតបវិញដោយល្បិចកលថាបងរិទ្ធីកុំទាន់អាលខឹងអីរឿងវាមិនទាន់ចប់ត្រឹមនេះទេបើកាលណាយើងរួមដៃគ្នាយើងច្បាស់ជាអាចបំបែកបំបាក់ពួកគេមិនខានលើកនេះខ្ញុំមានផែនការថ្មីមួយទៀតដែលធានាថាបងមង្គលច្បាស់ជាត្រូវនាងម៉ាលីរបស់បងស្អប់ខ្ពើមអស់មួយជីវិតមិនខានយើងរងចាំមើលដល់ថ្ងៃបុណ្យភូមិខាងមុខនេះទៅចុះនឹងមានរឿងល្អមើលកើតឡើងហើយ
សុខាបានរៀបរាប់ល្បិចកលដ៏ពឹសពុលរបស់នាងប្រាប់ឲ្យរិទ្ធីបានដឹងហើយរិទ្ធីបានញញឹមដោយសេចក្តីពឹសពុលត្បិតក្នុងចិត្តគិតថារឿងល្អៗនឹងកើតឡើងចំពោះពួកគេទាំងពីររាត្រីកាលដ៏សែនស្ងាត់ជ្រងំមួយបានចូលមកដល់នាំមកនៅភាពត្រជាក់ត្រជុំនិងបរិយាកាសដ៏សែនស្រស់ស្រាយនាតំបន់ស្រុកស្រែចំការព្រះច័ន្ទពេញបរមីរះចាំងពន្លឺពណ៌មាសក្រាលគ្របលើភូមិឋានបញ្ចាំងរស្មីទម្លុះចន្លោះស្លឹកត្នោតនិងស្លឹកឫស្សីបង្កើតបានជាស្រមោលរារាំលើផ្ទៃដីប្រៀបដូចជាផ្ទាំងគំនូរធម្មជាតិដ៏រស់រវើកសំឡេងសត្វចង្រិតនិងរៃបន្លឺសូរសៀងយំកំដររាត្រីប្រគំជាបទភ្លេងបំពេអារម្មណ៍អ្នកស្រុកឲ្យលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ក្លិនផ្កាព្រៃនិងផ្កាម្លិះដែលដាំក្បែរជណ្ដើរផ្ទះបានភាយក្លិនក្រអូបឈ្ងុយឈ្ងប់ធ្វើឲ្យដួងចិត្តកំឡោះក្រមុំដែលកំពុងមានស្នេហាកាន់តែអណ្ដែតអណ្ដូងក្នុងដួងចិត្តនារដូវរងានេះនៅក្រោមដើមស្វាយក្បែររបងឫស្សីផ្ទះពូមឿនគេសង្កេតឃើញស្រមោលបរោះម្នាក់កំពុងអង្គុយផ្អែកខ្នងនឹងគល់ស្វាយនោះគឺជាមង្គលដែលកំពុងតែអង្គុយកាន់វិទ្យុបើកសំឡេងតិចតិចល្មមស្ដាប់បទចម្រៀងមនោសញ្ចេតនាបន្លឺឡើងយ៉ាងស្រទន់លួងលោមបេះដូងដែលកំពុងតែពុះកញ្ជ្រោលដោយក្តីនឹករលឹកដល់ម្ចាស់ផ្ទះក្បែររបងដែលពីមុនផងធ្លាប់តែស្អប់ខ្ពើមប្រើពាក្យសម្ដីបញ្ចាច់បញ្ចើទៅគ្នាតែពេលនេះកាលវេលារុញច្រានឲ្យពួកគេទាំងពីរคล้ายជាមនុស្សដែលមានបេះដូងកំពុងស្ថិតនៅលើផ្លូវតែមួយទៅវិញនៅឯបន្ទប់លើផ្ទះឯនោះវិញម៉ាលីពុំទាន់ចូលដំណេកនៅឡើយទេនាងអង្គុយមុខកញ្ចក់សម្លឹងមើលខ្សែកនៅនឹងករបស់ខ្លួនតែក្នុងចិត្តនឹកគិតដល់ទិដ្ឋភាពដែលមង្គលហ៊ានចេញមុខការពីនាងនៅមុខអ្នកភូមិនិងវេលាដ៏សែនមានន័យដែលរាងកាយបានគៀកកាយគ្នានៅឯខ្ទមស្រែកាលពីមុនឲ្យតែឃើញមុខគេគឺចង់តែបញ្ចោតែពេលនេះគ្រាន់តែបែកគ្នាពាក់កណ្ដាលថ្ងៃសោះបេះដូងនាងចេះតែរសាប់រសល់នឹកគិតវេលាកន្លងដោយក្តីរំភើបនឹកនាចង់ឃើញស្នាមញញឹមឌឺដងរបស់គេទៅវិញពេលឮសំឡេងចម្រៀងចេញពីផ្ទះមង្គលម៉ាលីក៏ដឹងភ្លាមថាម្ចាស់បេះដូងច្បាស់ជាកំពុងរងចាំនាងហើយនាងបានរៀបចំសម្លៀកបំពាក់ឲ្យបានស្អាតបាតលាបម្សៅបន្តិចរួចដើរថ្នមចុះពីលើផ្ទះសំដៅទៅរករបងឫស្សីដែលជាកន្លែងពួកគេធ្លាប់តែឆ្លោះប្រកែកគ្នាប្រហោងរបងឫស្សីដែលធ្លាប់តែជាទីកន្លែងបញ្ជូនពាក្យសម្ដីផ្លែផ្កាពេលនេះបានក្លាយជាស្ពានចម្លងបេះដូងរវាងអ្នកទាំងពីរទៅវិញមង្គលបានយកដៃគោះរបងឫស្សីតិចរួចខ្សឹបសួរដោយស្នាមញញឹមថានាងឆ្មាព្រៃមិនទាន់ងងុយទេឬមួយក៏កំពុងតែនឹកម្ចាស់កង់កញ្ចាស់ម្នាក់នេះដេកមិនលក់ទេម៉ាលីបានញញឹមអៀនព្រានយកដៃវែកសក់ទម្លាក់លើស្មារួចអើតមុខតាមចន្លោះប្រហោងរបងតបវិញទាំងសំឡេងស្រទន់ខុសពីសពដងថាអ្នកណានឹកមនុស្សមាត់អត់គម្របដូចជាបងឯងទៅគ្រាន់តែឮសំឡេងវិទ្យុរំខានដំណេកខ្ញុំពេកទើបចុះមកមើលថាតើអ្នកណាមកអង្គុយចាក់ដំឡងគេកណ្ដាលយប់ប្រលប់បែបនេះមង្គលសើចតិចលូកដៃតាមចន្លោះប្រហោងរបងឫស្សីទៅចាប់ក្រសោបយកបាត់ដៃដ៏ទន់ល្មើយរបស់ម៉ាលីមកកាន់ជាប់រួចពោលដោយខ្សែភ្នែកស្រទន់ថាបងគ្មានចេតនាបើកដំឡងនរណាទេគ្រាន់តែបងនឹកអូនខ្លាំងពេកព្រោះសង្ឃឹមថាអូនឮចម្រៀងដែលបងបានចាក់អូននឹងចុះមកមើលឲ្យបងបានឃើញមុខកាលពីថ្ងៃឃើញមុខអូនមិនឆ្អែតទើបជាហេតុបណ្ដាលឲ្យចិត្តបងប្រើចម្រៀងមួយបទនេះអន្តងយកបេះដូងអូនឲ្យខិតមកចិត្តរូបបង
ពីមុនធ្លាប់តែឆ្លោះគ្នាហៅអូនថានាងឆ្មាព្រៃតែពេលនេះឆ្មាព្រៃមួយនេះបានលួចក្រញ៉ៅបេះដូងបងយកទៅលាក់ទុកបាត់ទៅហើយម៉ាលីអូននៅខាងបងទៀតទេចំពោះរឿងដែលបងប្រកាសប្រាប់អ្នកភូមិថ្ងៃមុនថាបងនឹងចូលស្ដីដណ្ដឹងអូននោះម៉ាលីបានអោនមុខចុះថ្ពាល់ប្រែជាក្រហមងាងក្រោមពន្លឺព្រះច័ន្ទទោះបីជានាងព្យាយាមដកដៃចេញតែវាមិនមែនជាការបដិសេធឡើយគ្រាន់តែជាភាពអៀនខ្មាសរបស់នាងដែលជានារីតែប៉ុណ្ណោះនាងបានបណ្ដោយឲ្យមង្គលកាន់ដៃរបស់នាងបន្តរួចតបវិញយ៉ាងស្រទន់ថាអូនមិនបានខឹងនឹងបងទេតែត្រូវតែអរគុណបងដែលហ៊ានយកកិត្តិយសខ្លួនឯងមកការពារអូនប៉ុន្តែបងប្រកាសបែបនេះតើបងគ្រាន់តែចង់ជួយសង្គ្រោះមុខមាត់អូនឬមួយក៏ម៉ាលីមិនទាន់ទាំងនិយាយចប់ផងមង្គលក៏បានលូកដៃមកខាងទៀតមកអង្អែលសក់នាងកាត់តាមចន្លោះរបងដោយសេចក្តីថ្នាក់ថ្នមរួចពោលកាត់ភ្លាមថាអ្វីដែលបងនិយាយនៅព្រឹកមិញមិនមែនគ្រាន់តែដើម្បីដោះសារនោះទេតែវាជាពាក្យសច្ចៈដែលចេញពីក្រអៅបេះដូងរបស់បងពិតបងធ្លាប់ប្រាប់ខ្លួនឯងថានឹងមិនចាញ់ច្រាបនាងក្រមុំផ្ទះក្បែររបងនេះឡើយតែទីបំផុតបងបែរជាលងស្រឡាញ់អូនដោយមិនដឹងខ្លួនទៅវិញទោះបីជាយើងធ្លាប់ឌឺដងផ្លែផ្កាដាក់គ្នាតែរាល់សម្ដីទាំងអស់នោះគឺគ្រាន់តែជាការចង់តាក់ទាញចំណាប់អារម្មណ៍ពីអូនតែប៉ុណ្ណោះបងស្រឡាញ់អូនខ្លាំងណាស់ម៉ាលីពាក្យថាស្រឡាញ់ចេញពីមាត់កំឡោះស្រុកស្រែរូបនេះបានធ្វើឲ្យបេះដូងរឹងមាំរបស់ម៉ាលីរលាយដោយក្រមួនត្រូវថ្ងៃទឹកភ្នែកនៃសេចក្តីរំភើបបានរមៀលធ្លាក់មកប៉ះខ្នងដៃរបស់មង្គលនាងមិននឹកស្មានថាសត្រូវពាក្យសម្ដីពេលនេះបែរក្លាយជាបរោះដែលនាងចង់ផ្ញើវាសនាលើសំពើជីវិតឆ្លងកាត់មហាសាគរទៅវិញម៉ាលីបានងើបមុខឡើងសម្លឹងចូលទៅក្នុងកែវភ្នែកដ៏ស្មោះត្រង់របស់មង្គលរួចតបវិញទាំងសំឡេងរអាក់រអួលថាបើបងពិតជាស្មោះត្រង់នឹងអូនមែនបងត្រូវតែសន្យាថានឹងមិនបោះបង់អូនចោលកណ្ដាលទីឡើយគ្រួសារអូនមិនមែនជាអ្នកមានធូរធារហើយពុកម៉ែយើងទាំងពីរក៏ធ្លាប់តែប្រកាសថាពួកយើងមិនអាចយកគ្នាបានបើថ្ងៃណាមួយមានឧបសគ្គតើបងហ៊ានតតាំងដើម្បីអូនដែរឬទេមង្គលបានញញឹមទាញបាតដៃរបស់ម៉ាលីមកផ្ដិតស្នាមថើបយ៉ាងថ្នាក់ថ្នមរួចពោលអះអាងថាបងសន្យាទោះមេឃរលំភ្នំរលាយឬទោះបីត្រូវហែលឆ្លងសមុទ្រទឹកភ្នែកក៏បងមិនលែងដៃអូនចោលឡើយចំណែករឿងចាស់ទុំទុកឲ្យបងជាអ្នកដោះស្រាយចុះអូនគ្រាន់តែដឹងត្រឹមថាចាប់ពីពេលនេះតទៅម្ចាស់កង់កញ្ចាស់ម្នាក់នេះជារបស់អូនតែម្នាក់គត់បរិយាកាសជុំវិញខ្លួនហាក់ដូចកំពុងអបអរសាទរដល់ក្តីស្នេហារបស់ពួកគេខ្យល់រំភើយបក់មកម្ដងទៀតធ្វើឲ្យស្លឹកឫស្សីប៉ះទង្គិចគ្នាបង្កើតជាសំឡេងសាទរដល់ពួកគេទាំងពីរលុះព្រឹកប្រហៀមថ្ងៃបន្ទាប់ពន្លឺព្រះអាទិត្យបានរះចាំងកាត់ដំបូលផ្ទះអ្នកភូមិនៅលើគ្រែឫស្សីក្រោមផ្ទះពូមឿននិងមីងសៅកំពុងអង្គុយពិសាតែដោយទឹកមុខពោពេញដោយចម្ងល់ពេលឃើញមង្គលដើរចុះពីលើផ្ទះទាំងទឹកមុខស្រស់បោះញញឹមញញែម្នាក់ឯងពូមឿនក៏ហៅកូនប្រុសឲ្យមកជិតពូមឿនបានដាក់កែវតែចុះសម្លឹងមុខកូនប្រុសចំរួចសួរដោយទឹកមុខហាក់ហួសចិត្តបន្តិចថាណែមង្គលកូនឈប់ញញឹមម្នាក់ឯងទៅរួចប្រាប់ម៉ែពុកឲ្យត្រង់មើលរឿងដែលកូនប្រកាសក្តែងកណ្ដាលចំណោមអ្នកភូមិកាលពីម្សិលមិញថាកូនឯងនឹងទទួលខុសត្រូវហើយចូលស្ដីដណ្ដឹងម៉ាលីនោះតើកូនឯងនិយាយមែនឬមួយក៏គ្រាន់តែនិយាយឲ្យរួចតែពីមាត់នោះទេមីងសៅដែលកំពុងរៀបចំអាហារពេលព្រឹកក៏បានបងអង្គឈប់
ងើបមុខឡើងសំដៅទៅកូនប្រុសរួចសួរបញ្ជាក់បន្ថែមថានឹងហើយកូនម៉ែពុកនិងឪពុកម្ដាយម៉ាលីបានជជែកគ្នាឡើងវល់បែកផ្សែងអស់ហើយធ្លាប់តែឃើញពួកកូនឯងទាំងពីរឲ្យតែជួបមុខគ្នាគឺតែងតែឌឺដងផ្លែផ្កាសោកសិតពាក្យសម្ដីសឹងតែគ្មានពេលលួសម្ដេចក៏សុកស្រាប់តែស្ទុះទៅការពារគ្នាហើយសន្យាចូលស្ដីធ្វើជាប្រពន្ធទៀតកូនឯងកុំប្រាប់ម៉ែណាថាកូនឯងលួចស្រឡាញ់ម៉ាលីមែននោះចាស់ឡើងវិលមុខអស់ហើយដោយសារតែពួកកូនឯងពីរនាក់នឹងមង្គលបានសើចស្ងួតយកដៃអង្អែលចង្ការរួចតបទៅឪពុកម្ដាយវិញច្បាស់តែបង្កប់ដោយភាពអៀនព្រានថាពុកម៉ែកូនប្រកាសជាសាធារណៈទៅហើយសម្ដីកូនប្រុសនិយាយម៉ាត់ណាម៉ាត់នឹងទោះបីពីមុនយើងធ្លាប់ឆ្លោះគ្នាមែនតែកូនមិនអាចឈរមើលគេជន់ឈ្លីកិត្តិយសកូនស្រីមិត្តសម្លាញ់របស់ពុកម៉ែបានទេម្យ៉ាងទៀតឆ្លោះគ្នាយូរទៅកូនក៏ចេះតែមើលឃើញពីចំណុចល្អនិងចិត្តស្មោះត្រង់របស់នាងនឹងណាម៉ែពុកនឹងម៉ែចាំតែត្រៀមបណ្ណាការទៅកូននិយាយមែនណាពូមឿនបានគ្រវីក្បាលមិនសូវជាជឿជាក់រួចពោលថាពុកមិនជឿកូនទេមើលទៅកូនគ្រាន់តែចង់យកឈ្នះអារទ្ធីឬក៏ចង់ចងជើងម៉ាលីកុំឲ្យគ្នាបានសុខទើបពិតប្រាកដតែប្រយ័ត្នណាកូនលេខសើចនឹងសម្ដីខ្លួនឯងប្រយ័ត្នតែរែកពន្ធទុកសោកមិនរួចណាកូនទោះបីជាមង្គលព្យាយាមបញ្យល់បែបណាក៏ឪពុកម្ដាយគេនៅតែមិនទាន់ជឿជាក់ឡើយថាគូសត្រូវសួរពូជនេះអាចក្លាយជាគូស្នេហ៍ពិតប្រាកដបានចាស់នៅតែគិតថាក្មេងទាំងពីរនេះគ្រាន់តែចង់លេងសើចយកចាញ់ឈ្នះទៅលើគ្នាតែប៉ុណ្ណោះងាកមកមើលខាងផ្ទះរបស់ម៉ាលីវិញនាព្រឹកនោះដែរនៅឯតូបចាប់ហួយស្ថានភាពក៏មិនខុសពីខាងផ្ទះរបស់មង្គលនោះដែរម៉ាលីកំពុងតែរៀបចំអីវ៉ាន់បណ្ដាលួចញញឹមបណ្ដានឹកដល់ពេលវេលាដែលធ្លាប់គៀកកិតនឹងការចេញមុខការពារនាងកាលពីម្សិលមិញមីងច័ន្ទដែលកំពុងចាក់អង្ករចូលធុងក៏ងាកមកសម្លឹងកូនស្រីដោយក្តីសង្ស័យរួចបោះសម្ដីសួរទៅកាន់កូនថាណែម៉ាលីកូនឯងកើតអីព្រឹកនឹងបានជាឈរញញឹមម្នាក់ឯងដូចមនុស្សត្រូវស្នេហ៍គេអញ្ចឹងម៉ែសួរកូនឯងត្រង់ទៅចុះរឿងក្មួយមង្គលប្រកាសថានឹងចូលស្ដីកូនឯងកណ្ដាលចំណោមអ្នកភូមិនោះតើគេមានគំនិតអីឲ្យប្រកាសកូនឯងនឹងគេត្រូវរើគ្នាតាំងតែពីអង្កលពូណាក់ដែលកំពុងដំរៀបដបទឹកត្រីក៏ងើបមុខឡើងសួរបន្ថែមលើសម្ដីរបស់ប្រពន្ធថានឹងហើយកូនពុកឡើងចំហមាត់ពេលឮក្មួយមង្គលប្រកាសក្តែងបែបនោះរាល់ដងឲ្យតែឃើញមុខគ្នាពួកកូនសឹងតែយកទឹកលាងចានជះដាក់មុខគ្នាទៅហើយនេះពួកកូនទាំងពីរនាំគ្នាលេងល្ខោនបោកចាស់ឬមួយក៏ចង់រកវិធីសងសឹកគ្នាទេដឹងម៉ាលីឮឪពុកម្ដាយសួរបែបនេះក៏ប្រែទឹកមុខក្រហមងាំងនាងប្រញាប់ទាញយកអំបោសមកបោសទីធ្លាផ្ទះដើម្បីលាក់បាំងភាពអៀនខ្មាស់រួចតបវិញទាំងរដាក់រដប់ថាពុកម៉ែអ្នកណាលេងល្ខោនអីគាត់គ្រាន់តែចង់ជួយស្ដារមុខមាត់កូននៅមុខថាកែឆេងនិងអ្នកភូមិទៀតតើតែគាត់និយាយមែនណាពុកម៉ែគាត់ប្រាប់កូនថាគាត់នឹងឲ្យពុកម៉ែគាត់ចូលមកនិយាយមែនមីងច័ន្ទក៏ចាប់គ្រវីក្បាលដើរមកក្បែរកូនស្រីរួចពោលឌឺដងថាយីកូននេះមាត់ប្រកែកតែថ្ពាល់ឡើងក្រហមទុំកូនឯងកុំប្រាប់ម៉ែណាថាចាប់ផ្ដើមមានចិត្តលើអាចជើងកង់កញ្ចាស់នឹងហើយនោះពីមុនដៀលគេមិនសំចៃមាត់ឥឡូវគ្រាន់តែគេចេញមុខការពារបន្តិចលងស្រឡាញ់គេបាត់ទៅហើយកូនម៉ាលីបានពេបមាត់តែលក្ខណៈញញឹមមិនចិត្តនាងតបវិញទាំងចរិតឆ្នះឆ្នើមដដែលថាម៉ែនេះនរណាលងស្រឡាញ់មនុស្សមាត់អត់គម្របនឹងទៅគ្រាន់តែគាត់ក៏មិនអាក្រក់ដូចកូនគិតនោះដែរយ៉ាងណាក៏គាត់ហ៊ានចេញមុខការពារកិត្តិយសកូនស្រីរបស់ម៉ែដែរមិនដូចអាអ្នកមានខ្លះជិះម៉ូតូធំមានចរិតពីលនោះទេ
ពូណាក់បានសើចកកអឹករួចពោលថាពុកមិនជឿទេចាំមើលតែប៉ុន្មានថ្ងៃទៀតបើមិនឃើញខំគ្នាទាល់តែផ្អើលភូមិទៀតកុំឲ្យថាពុកនេះមកច្រើនឲ្យសោះអាពីអ្នកឯងនេះជាតិនឹងមិនអាចត្រូវគ្នាបានជាដាច់ខាតអាមង្គលវាគ្រាន់តែសំដែងចង់ធ្វើបាបកូនឯងប៉ុណ្ណោះកុំទៅជឿវាអីម៉ាលីបានត្រឹមតែទម្លាក់មុខចុះលួចញញឹមក្នុងចិត្តដោយមិនតបតអ្វីបន្តទៀតឡើយទោះបីជាឪពុកម្ដាយនៅតែគិតថាកំឡោះក្រមុំទាំងពីរនេះគ្រាន់តែចង់លេងសើចចាញ់ឈ្នះគ្នាដោយសពមួយដងក៏ដោយតែក្របពូជនៃក្តីស្រឡាញ់ដ៏បរិសុទ្ធបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងរបស់កំឡោះក្រមុំក្បែររបងទាំងពីររួចបាត់ទៅហើយរដូវរំហើយបក់បោកនាំមកនៅភាពត្រជាក់ត្រជុំស្របពេលដែលពិធីបុណ្យភូមិដើមឆ្នាំក៏ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅឯបរិវេណសាលាបុណ្យក្នុងភូមិពិធីបុណ្យភូមិគឺជាឱកាសដ៏វិសេសវិសាលបំផុតសម្រាប់អ្នកស្រុកស្រែចម្ការក្នុងការជួបជុំសប្បាយរីករាយក្រោយពីនឿយហត់នឹងការងារស្រែចម្ការនិងការប្រមូលផលស្រូវសំឡេងធុងបាសបន្លឺសូរសៀងបទចម្រៀងរាំវង់រាំក្បាច់សារវ័នលាន់រំពងក៏ក្រើកភូមិចិត្តឆ្ងាយអមនឹងក្លិនសម្លខ្មែរនិងសម្លការីនំបញ្ចុកធ្វើឲ្យក្រពះម្នាក់ចាប់ឃ្លានយ៉ាងខ្លាំងភ្លើងអំពូលចម្រុះពណ៌ភ្លឺផ្លេកចាំងជះលើផ្ទៃមុខអ្នកភូមិដែលកំពុងតែញញឹមញញែមកកកុញត្រៀបត្រាជុំវិញបរិវេណសាលាបុណ្យនៅឯតុខាងមុខរោងបុណ្យគ្រួសាររបស់ពូមឿននិងពូណាក់បានមកអង្គុយជុំគ្នាដោយស្នាមញញឹមយប់នេះម៉ាលីតែងខ្លួនយ៉ាងស្រស់សោភាដោយស្លៀកសំពត់ហូលពណ៌ស៊ីជម្ពូអាវប៉ាក់ពណ៌សកាត់រៀងបញ្ចេញរាងតូចច្រឡឹងសក់វែកចំហៀងទម្លាក់លើស្មាអមដោយក្លិនម្សៅក្រអូបប្រហើរធ្វើឲ្យកំឡោះក្នុងភូមិលួចសម្លឹងមើលមិនដាក់ភ្នែកឡើយចំណែកឯមង្គលវិញក៏មិនចាញ់ម៉ាលីនោះដែរគេស្លៀកខោសាច់ក្រណាត់អាវដៃវែងបត់បន្តិចសិតសក់យ៉ាងសង្ហាមើលទៅប្លែកពីសពមួយដងក្នុងបំណងមករំលេងជាមួយអ្នកភូមិទាំងអស់គ្នាជាពិសេសគឺម៉ាលីតែម្ដងស្របពេលដែលស្ថានភាពកំពុងតែអ៊ូអរនៅឯកាច់ជ្រុងម្ខាងនៃរោងបុណ្យដែលមានសភាពងងឹតរិទ្ធីដែលស្លៀកពាក់យ៉ាងសង្ហានិងសុខាដែលតែងខ្លួនលាបម្សៅក្រាស់កំពុងតែឈរខ្សឹបខ្សៀវគ្នាយ៉ាងស្ងាត់កំបាំងកែវភ្នែកអ្នកទាំងពីរពោពេញទៅដោយគំនុំនិងល្បិចកលពឹសពុលរិទ្ធីលូកដៃទៅក្នុងហោប៉ៅខោទាញយកកញ្ចប់ក្រដាសតូចមួយដែលមានផ្ទុកម្សៅពណ៌សហុចទៅឲ្យសុខារួចពោលដោយស្នាមញញឹមពឹសពុលថាសុខានេះជាថ្នាំសណ្ដំដ៏ខ្លាំងដែលយើងទើបតែទិញមកឯងយកវាទៅលាយក្នុងកែវទឹកក្រូចរួចរកវិធីបញ្ចុះបញ្ចូលឲ្យអាមង្គលផឹកទៅពេលថ្នាំជ្រាបវាច្បាស់ជាបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯងលែងបានពេលនោះឯងទាញវាចូលទៅទីងងឹតក្រោយសាលាបុណ្យទៅចំណែកយើងនឹងទៅហៅម៉ាលីឲ្យមកមើលតន់ផ្ទាល់ភ្នែកថាអាមង្គលវាថោកទាបកម្រិតណាដល់ពេលនោះម៉ាលីច្បាស់ជាខូចចិត្តហើយធ្លាក់មកក្នុងរង្វង់ដៃរបស់យើងមិនខានសុខាទទួលយកម្សៅថ្នាំនោះមកកាន់ជាប់ក្នុងដៃញញឹមចុងមាត់ដោយក្តីលោភលន់ពឹសពុលរួចតបវិញថាបងរិទ្ធីកុំព្រួយបារម្ភផែនការយប់នេះច្បាស់ជាមិនខុសបំណងឡើយខ្ញុំនឹងធ្វើឲ្យបងមង្គលคล้ายជារបស់ខ្ញុំតែម្នាក់គត់ចំណែកនាងម៉ាលីវានឹងត្រូវខូចចិត្តរស់នៅទាំងទឹកភ្នែកនិងបើកចិត្តទទួលយកបងមិនខានតើផែនការរបស់មនុស្សពឹសពុលទាំងពីរនឹងសម្រេចដែរឬទេសូមប្រិយមិត្តរងចាំតាមដានសន្តាប់នៅភាគបន្ទាប់